ដល់មាញ់ហ្នឹងប្រហែលគីឡូនេះអូនខ្ញុំកំងមកពីមណ្ឌលគិរីម្ដងទៀតហើយពីមណ្ឌលគិរីគេទេមកថាវាសើមមិនដឹងថាមកពីបើឬក៏មកពីគេដាក់មកវាប៉ះទឹកភ្លៀងទៅធ្វើឲ្យកេះហ្នឹងវាសើមឥឡូវយើងទៅឆែកមើលទាំងអស់គ្នាថាបើនៅខាងក្នុងវាល្អឬក៏អត់ចាំតិចទៅឲ្យសិនហើយយើងនឹងមើលវាថាវាទុំហើយឬនៅថាទុំហើយចង់ភ្លុកវាមួយហ្នឹងណាមកពីមណ្ឌលគិរីថ្ងៃមុនកំងត្រេនពីផ្លែទុំមួយអត់មួយអាមួយហ្នឹងវាគ្របតែខ្ចីអញ្ចឹងទោះទុំយូរប៉ុណ្ណាក៏វានៅតែខ្ចីដែរយូរបើមើលបើអូនេះរឿងជ្រាយនេះច្រើនណាស់ឥឡូវសាក់ខ្ញុំហូបមើលបកនេះមួយហូបមើលដូចចិត្តយ៉ាងម៉េចបោះទៅជាតិមួយសាក់មើលហូបមួយមើលសាច់ល្អលើកមុនកំងលើកមុនម្សាពេលវាទុំអញ្ចឹងយើងហូបទៅអត់លវិញមកសាក់មើលអានេះមិនអត់មកជើងក្រោយនេះលវិញអត់ចេះតិចនេះតែប្រហែលគីឡូឯនេះចូល20គីឡូដែរ20គីឡូ10គីឡូដែរធម្មជាតិអត់វិញហ៎អញមែនទេអញlàm cho tích ạ bờ thì mình khôi ở đây thì khang với đây bằng than ao khang à chép theo môi than thầm một dốc bơ chỉ đi à hơi thì bỏ rồi ha bỏ tới thôi rồi cái này thì sao cặp bên mình hả thầy cái này đạm mô về baទឹកភ្លៀងខ្ញុំបានអត់យកសើញ៉ាំទៅភ័យខ្ញុំ